បាទនេះគឺជាកោះស្ដាច់បាទយើងមកដល់ហើយនេះគឺជាផ្ទះហូថែលដែលយើងចូលទៅបាទអមសងខាងមានឆ្វេងស្ដាំបាទហើយនៅក្នុងកន្លែង reception មានចិត្ត restaurant ភោជនីយអាហារជាច្រើនហើយបន្ទប់ទាំងសងខាងហ្នឹងគឺពេញអស់ហើយបាទពេញសងហើយនេះគឺជាបន្ទប់ខ្ញុំលេខ11ណានេះជាបន្ទប់ខ្ញុំលេខ11ហើយខ្ញុំយកកង់យកបន្ទប់ទៅហើយព្រោះបន្ទប់ជីពេលយើងចង់តាមផ្សាររបស់គេណាឃើញទេទុកគេទុកខាងក្នុងហ្នឹងបងស្អាតរៀងឡើងងឹតបន្តិចមានបង្គន់វ៉ាវមានបាសមានទុកទឹកមានអីត្រឹមត្រូវស្អាតណាbasin thingនេះគឺបន្ទប់ទទួលភ្ញៀវយើងអាចអង្គុយមើលទូរទស្សន៍មើលអីហើយនេះគឺបន្ទប់គេងបាទបន្ទប់គេងហើយខ្ញុំចេញមកក្រៅនេះចូលមកចុះខាងនេះគឺខាងក្រោយសម្រាប់អង្គុយរំហែកាយហើយសម្លឹងមើលទៅភ្នំខាងនោះហើយនឹងបរិយាកាសធម្មជាតិល្អបន្ទុំជាប់គ្នាទៀតហើយនេះមាន swimming poolចង់អង្គុយងូតលេងនឹងកន្លែងហ្នឹងក៏យើងមិនបាច់ចុះទឹកក៏បានដែរពីក្នុងមុខបន្ទប់របស់យើងតែម្ដងហើយខាងក្រោយនោះមិញខ្ញុំសួរគេថាមានផ្សារនៅខាងក្រោយយើងអាចបាទនេះមានកោះមានដូងស្រស់ដែលយើងចង់ពិសាអរគុណច្រើនខ្ញុំបង្ហាញឲ្យលោកស្រីតែប៉ុណ្្នេះសិនខ្ញុំនឹងថតសកម្មភាពបន្តទៀតពេលស្អែកយើងទៅស្ទួយត្រីបាទ